កាលពីព្រេងនាយមឿនបុរសម្នាក់ឈ្មោះពិសិដ្ឋកំពុងធ្វើដំណើរតាមមាត់ទន្លេរំពេចនោះគាត់បានឃើញក្រពើធំមួយក្បាលជាប់ផុងក្នុងភក់ជ្រៃមិនអាចរើបំរាស់បានក្រពើនោះមើលទៅគួរឲ្យអាណិតណាស់ក្រពើនោះបានអង្វរបុរសថាបងប្រុសអើយសូមមេត្តាជួយខ្ញុំផងខ្ញុំជាប់ផុងនៅទីនេះយូរហើយពិសិដ្ឋមានចិត្តអាណិតក៏គិតចង់ជួយសត្វក្រពើនោះពិសិដ្ឋបានយកខ្សែពួរដ៏រឹងមាំមួយមកចងក្រពើហើយចាប់ទាញអស់ពីកម្លាំងយឺតក្រពើក៏ចាប់ដើមរើចេញពីភក់បានបន្តិចម្ដងពេលក្រពើរួចផុតពីភក់ភ្លាមវាបែរជាមានចិត្តអាក្រក់ហើយនិយាយទៅកាន់ពិសិដ្ឋថាឥឡូវនេះខ្ញុំឃ្លានណាស់បងប្រុសត្រូវតែជាអាហាររបស់ខ្ញុំហើយពិសិដ្ឋភ័យស្លន់ស្លោយ៉ាងខ្លាំងមិននឹកស្មានដល់ពិសិដ្ឋមិនសុខចិត្តក៏និយាយថានេះមិនយុត្តិធម៌ទេខ្ញុំបានជួយអ្នកពួកគេក៏បាននាំគ្នាទៅរកសត្វទន្សាយដ៏ឆ្លៀកវៃមួយក្បាលឈ្មោះសភាទន្សាយដើម្បីឲ្យជួយកាត់សេចក្តីសភាទន្សាយបានស្ដាប់រឿងរ៉ាវយ៉ាងយកចិត្តទុកដាក់ពីភាគីទាំងពីរវាគិតបន្តិចរួចក៏និយាយថាដើម្បីឲ្យយល់ច្បាស់យើងត្រូវតែសម្ដែងរឿងហេតុនេះឡើងវិញក្រពើទោះបីមិនសប្បាយចិត្តក៏ព្រមធ្វើតាមការណែនាំរបស់សភាទន្សាយវាបានត្រឡប់ទៅជាប់ផុងក្នុងភក់វិញដោយកាលពីដំបូងពេលក្រពើជាប់ផុងវិញសភាទន្សាយក៏និយាយទៅកាន់ពិសិដ្ឋថាឥឡូវនេះបងប្រុសអាចត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពហើយវាបានងាកទៅក្រពើវិញហើយនិយាយថាអ្នកមិនសមនឹងទទួលការជួយនោះទេពិសិដ្ឋមានអំណរគុណយ៉ាងខ្លាំងចំពោះសភាទន្សាយគាត់បានងាកក្រោយហើយដើរចេញទៅដោយទឹកមុខរីករាយសភាទន្សាយបានបង្ហាញថាសេចក្តីល្អនឹងទទួលបានផលល្អហើយអំពើអាក្រក់នឹងទទួលកម្មមិនខានក្រពើក៏ត្រូវជាប់ផុងនៅទីនោះរៀនសូត្រពីកំហុសរបស់ខ្លួន